សូមចាប់ផ្ដើមពីក្រុមពណ៌ខៀវអូខេតោះអាចជួយប្រាប់ខ្ញុំពីសម្លកកូរហើយនិងបង្អែមលក្ខណៈពិសេសអ្វីដែរសូមអញ្ជើញ សម្លកកូរមួយមុខនេះមានឈ្មោះថាសម្លកកូរខ្មែរក្បែរសមុទ្រហើយបង្អែមនេះ ឈ្មោះថាបង្អែមត្នោតខ្ទិះស្វាយ លក្ខណៈពិសេសរបស់កកូរត្នោតមួយនេះយើងវាមានរសជាតិប្លែកដោយសារតែកកូរភាគច្រើនគឺយើងប្រើសាច់ជ្រូកតេឬមួយក៏ត្រីទេតែក្នុងនេះខ្ញុំដាក់តែសាច់ជ្រូកហើយនឹងគឺសមុទ្រមានមឹកហើយនឹងបកានៅក្នុងនោះដែរខ្ញុំនៅតែរក្សារសជាតិត្នោតហើយសាច់ត្នោតឲ្យនៅបានល្អ សម្រាប់កកូររបស់ក្រុមខៀវយើងតែដឹងថាស្លកកូរត្នោតហ៎ ចាចា ប៉ុន្តែសាច់ត្នោតនៅក្នុងនេះអត់សូវមានទេសបោទៅដោយសាច់ ចាចា យើងអត់ត្រូវឲ្យបាត់បង់អ្វីដែលជាគ្រឿងផ្សំគោលរបស់យើងទេ ផ្អែមវិញគឺជាប្រភេទបបរត្នោតប៉ុន្តែខ្ញុំប្រើជាមួយនឹងខ្ទិះដូងដែលមានពណ៌ស្វាយដែលយកចេញមកពីស្បែកក្តៅផ្អែមដូចគ្នាប៉ុន្តែអត់ផ្អែមខ្លាំងទេ គ្រាន់បើ អរគុណច្រើន បាទសម្រាប់ខ្ញុំអ្វីដែលខ្ញុំពេញចិត្តទៅលើបង្អែមនេះគឺវាអត់សូវផ្អែមជាទូទៅគឺខ្ញុំមិនអ្នកញ៉ាំផ្អែមទេអញ្ចឹងនៅពេលដែលយើងធ្វើមកល្មម good អរគុណ